tới chừng ngư soi đồng rong nôm ở đa một pi mua là hai ở đây cả chừng ngư soi đồng rong nôm ai cả lang đôi xa mua là hai sen kia rôm trang sạch than ở phía xuôi sáo nâng sạch than ở phía đàm ray ai mua là hai về chấm bong nó cứ sầm khăn nó cứ miền bảy cứ bánh ha rồi coi chừng ngư để cao nôm môn đồng rong nôm chừng ngư đồng rong nôm đây mà đó như cao đồng rong nôm nâng chừng ngư để cao nó nay càng coi đi đồng rong nôm lấy dương mơ ti mũi trẻ trôn chỉ mũi nâng mua là hai đài môn nâng đồng rong nôm mua là hai nếu việc bạc bòตอนดอลมโฮเชียมต่อกันดำรองโนมนั่งเวียดเฟอเอาเมียนการลมโฮเชียมนั่งเมียนการถอยจบจนเฟอเอาการจอกตึกโนมนกนงดำรองโนมเมียนการถอยจบได้ในเด็กจ้างจบหยุดยอดคือเนื้อเตะตรงជាមួយនឹងការសោះជាតិទឹកការបាត់បង់ជាតិទឹកដោយសារតែការរាកការអួតឬក៏ការទទួលទានមិនគ្រប់គ្រាន់ទទួលទានទឹកមិនគ្រប់គ្រាន់តែតรงជាមួយនឹងសម្ពាធឈាមចុះទាបដោយសារតែមូលហេតុនៃបណ្ដាលមកពីការហូរឈាមធ្ងន់ធ្ងរបញ្ហាសោកឬក៏ជំងឺខ្សោយបេះដូងបណ្ដាលមកពីបញ្ហាបេះដូងដូចជាជំងឺខ្សោយបេះដូងដោយសារតែការស្ទះសរសៃឈាមបេះដូងជំងឺបេះដូងដែលលោតមិនប្រក្រតីដែលធ្វើឲ្យលំហូរឈាមមានការហោចចុះទៅកាន់តម្រងនោមហ្នឹងមួយទៀតការឆ្លងរោគធ្ងន់ធ្ងរគេហៅថា sepsis អាហ្នឹងគឺធ្វើឲ្យលំហូរឈាមទៅកាន់តម្រងនោមហ្នឹងមានការថយចុះលទ្ធទី2មូលហេតុតកតងជាមួយនឹងតម្រងនោមតល់តែម្ដងមូលហេតុហ្នឹងគឺដោយសារតែការបំផ្លាញជាលិកាតម្រងនោមដោយផ្ទាល់មានដូចជាជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺតម្រងនោមហ្នឹងគេហៅថា nephropathy ជំងឺ glomerulonephritis បានន័យថារលាកglomerul ថង់ទូចនៅក្នុងតម្រងនោមហ្នឹងគឺដោយសារតែតកតងជាមួយនឹងជំងឺ autoimmune ដូចជាជំងឺ lupus ឬក៏ជំងឺ SLE ហ្នឹងវាទៀតគេហៅ acute tuberous necrosis ATN ហ្នឹងវាបណ្ដាលមកពីជាតិពុលឬក៏ការឆ្លងមេរោគឬក៏តកតងជាមួយនឹងលំហូរឈាមទៅកាន់តម្រងនោមហ្នឹងវាមានការថយចុះគេហៅថា ischemia មួយទៀតតកតងជាមួយនឹងថ្នាំនិងជាតិពុលមានថ្នាំមួយចំនួនកាលវាអាចប៉ះពាល់ដោយផ្ទាល់ទៅលើតម្រងនោមហ្នឹងអញ្ចឹងមុននឹងលេបថ្នាំយើងត្រូវគិតថាតើថ្នាំហ្នឹងវាមានប៉ះពាល់ដល់លើតម្រងនោមឬក៏អត់ថ្នាំដែលជួបញឹកញាប់ជាងគេគឺពពួកក្របថ្នាំ NSAID ថ្នាំប្រឆាំងនឹងការរលាកហើយនឹងអាចថ្នាំសាក់ឬក៏ក្របអង់ទីបូទិកហ្នឹងដូចជាជួបញឹកញាប់ជាងគេពួកក្រុម aminoglycosid និងថ្នាំព្យាបាលដោយគីមីដូចទៀតគេហៅថា polycystic kidney disease អាហ្នឹងជាជំងឺដំណរពូជដោយសារនៅក្នុងតម្រងនោមហ្នឹងវាមានថង់ទូចនៅក្នុងតម្រងនោមហ្នឹងហើយមួយទៀតដោយសារតែការចម្លងមេរោគឬក៏រលាកតម្រងនោមហ្នឹងវាអាចធ្វើឲ្យមានផ្ទុះនៅក្នុងតម្រងនោមហ្នឹងដោយសារតែការឆ្លងមេរោគធ្ងន់ធ្ងរឬក៏តកតងជាមួយនឹងការមានជំងឺនៅក្នុងប្រព័ន្ធឈាមរបស់យើងដូចជាជំងឺមេរោគអេដជំងឺរលាកថ្លើមជាដើមទី3មូលហេតុនៅខាងក្រោយតម្រងនោមមូលហេតុនៅខាងក្រោយតម្រងនោមហ្នឹងគឺតកតងជាមួយនឹងការរារាំងលំហូរចេញពីលំហូរទឹកនោមចេញពីតម្រងនោមហ្នឹងវាមានការប៉ះពាល់ដែលជួបញឹកញាប់ដូចជាក្នុងករណីដែលមានគ្រោះក្នុងតម្រងនោមដែលធ្វើឲ្យមានស្ទះផ្លូវបង្ហូរទឹកនោមចុះមកក្រោមចុះមកប្លង់នោមក្រពេញប្រូស្តាតរីកធំអាហ្នឹងក៏ធ្វើឲ្យទឹកនោមមិនអាចចេញមកក្រៅបានដែរឬក៏មានដុំសាច់ឬក៏ដុំអីសកត់ទៅលើផ្លូវបង្ហូរទឹកនោមហ្នឹងដែលធ្វើឲ្យទឹកនោមមិនអាចចុះមកក្រោមបានហើយការឆ្លងមេរោគញឹកញាប់ទៅលើផ្លូវបង្ហូរទឹកនោមហ្នឹងនៅពេលដែលវាធ្ងន់ធ្ងរឬក៏កាត់ឡើងញឹកញាប់អាហ្នឹងសិតតែធ្វើឲ្យខូចតម្រងនោមហើយការត្បៀតតូចនៅផ្លូវបង្ហូរទឹកនោមដោយសារតែមានការស្លាកស្នាមឬក៏របួសពីមុនមកចំនួនដែលធ្វើឲ្យការស្ទះផ្លូវបង្ហូរទឹកនោមហ្នឹងហើយមានកត្តារួមផ្សំផ្សេងទៀតដូចជាជំងឺ autoimmune ដូចជាជំងឺ SLE ជំងឺរលាកសរសៃឈាមឬក៏មួយទៀតគេហៅថា Goodbuster syndrome rhabdomyolysis ហ្នឹងបានន័យថាការបំបែកសាច់ដុំបំបែកសាច់ដោយសារតែអាចទាក់ទងជាមួយនឹងការគ្រោះថ្នាក់ដល់តម្រងនោមឬក៏គ្រោះថ្នាក់កន្លែងណាមួយដែលធ្វើឲ្យសាច់ដុំរបស់យើងហ្នឹងវាបែកទៅអាចធ្វើឲ្យខូចតម្រងនោមហើយការប្រើ
គ្រឿងស្រវឹងរ៉ាំរ៉ៃឬគ្រឿងស្រវឹងយូរវាអាចធ្វើឲ្យខូចតម្រងនោមនៅតាមពេលវេលាដែលយើងរយៈពេលយើងប្រើហើយនឹងអាចការពុលដោយសារពពួកក្រុមលោហិតធ្ងន់ដូចជាពពួកសំណឬក៏ពពួកបារតអញ្ចឹងបើសិនជាអស់លោកលោកស្រីមានចម្ងល់អាចសាកសួរតាមលេខ Telegram នេះបានបាទ